The University of Tokyo គឺជាសាលាដែលជាប់ចំណាត់ថ្នាក់លេខ1នៅក្នុងប្រទេសជប៉ុនហ្មងហើយឥឡូវនេះគឺមានអាហារូបករណ៍រដ្ឋាភិបាលជប៉ុនដែលអូនដែលកំពុងរៀនទី12មួយក៏ចប់ទី12ហើយគឺគាត់អាចដាក់អាហារូបករណ៍ទៅសិក្សានៅនឹងបានដែលចំពោះអាហារូបករណ៍នោះដែរគឺអត់តម្រូវឲ្យចេះភាសាជប៉ុនឬមួយក៏មានបន្ទុក IELTS ហើយសម្រាប់អត្ថប្រយោជន៍នៃអាហារូបករណ៍វិញគឺគេចេញទាំងថ្លៃសាលាឲ្យយើង100%មានទាំងប្រាក់ឧបត្ថម្ភប្រចាំខែមានទាំងថ្លៃសម្បត្តិយន្តហោះថ្លៃសិក្សាភាសាជប៉ុនហើយនិងការចំណាយផ្សេងៗទៀតដែរហើយសម្រាប់លក្ខខណ្ឌនៃការចុះឈ្មោះគឺសម្រាប់បងប្អូនដែលគាត់កំពុងរៀនទី12ឬមួយក៏គាត់ចប់ទី12ហើយប៉ុន្តែអាយុរបស់គាត់អត់លើសពី24ឆ្នាំទេហើយគាត់មានប្រតិបត្តិបន្ទុកឆ្នាំចុងក្រោយហ្នឹងគឺ70%សម្រាប់កន្លែងហ្នឹងមានន័យថាពេលដែលអូនកំពុងរៀនទី12ហ្នឹងគឺធ្វើម៉េចឲ្យយើងមានបន្ទុកចាប់ពី70%ឡើងទៅហើយសម្រាប់ជំនាញសិក្សាវិញមានតាំងពីជំនាញពេទ្យមានតាំងពីផ្នែក automation engineering civil engineering mathematics political science ហើយនឹងមានជំនាញផ្សេងៗជាច្រើនទៀតអញ្ចឹងហើយបើសិនជាអូនមានចំណាប់អារម្មណ៍តាក់ទងជាមួយអាហារូបករណ៍មួយហ្នឹងឬមួយក៏នៅមានចម្ងល់អ្វីបន្ថែមអាចឆាតចូល Facebook page របស់យើងដើម្បីវិភាសាបន្ថែមជាមួយក្រុមការងារយើងបានឬមួយក៏អញ្ជើញមកទីតាំងផ្ទាល់ហ្មងក៏បានដែរហើយបើសិនជាចង់ស្វែងរកមើលអាហារូបករណ៍ផ្សេងៗពីនឹងទៀតទៅសិក្សានៅតាមបណ្ដាប្រទេសផ្សេងៗអាចរកមើលបន្ថែមបាននៅក្នុង Scholar App